បាទដែលជំរាបសួរបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រីជាពិសេសបងប្អូនដែលតែងតាមដានព័ត៌មានតាមសង្គម Facebook នៅពេលនេះខ្ញុំបាទប៉ែនពុទ្ធសភាមានកិត្តិយសបានជួបបងប្អូនសាជាថ្មីម្ដងទៀតហើយដោយបងប្អូនបានដឹងហើយថានៅពេលនេះយុទ្ធនាការនៃការប្រមូលថវិការបស់គណៈបក្សសង្គ្រោះជាតិដែលមានទីស្នាក់ការនៅទីក្រុងភ្នំពេញនោះកំពុងតែចាប់ផ្ដើមឡើងយ៉ាងសស្រាក់ស្រាំយើងឃើញថាបងប្អូនខ្មែរជាច្រើនមានទាំងកសិករកម្មករមន្ត្រីរាជការអ្នករកស៊ីនៅក្នុងខេត្តនៅក្នុងទីក្រុងគ្រប់ច្រកល្ហកទាំងអស់កំពុងតែចូលរួមឧបត្ថម្ភថវិកាតិចក្តីច្រើនក្តីដើម្បីដំណើរការផ្សាយនៃទូរទស្សន៍ព្រះអាទិត្យរបស់គណៈបក្សសង្គ្រោះជាតិដែលក្រុងនឹងចាប់ផ្ដើមនៅខែធ្នូឆ្នាំ2015ខាងមុខនេះអញ្ចឹងទេខ្ញុំបាទប៉ែនពុទ្ធសភាក៏សូមបញ្ជាក់ប្រាប់បងប្អូនថាការចូលរួមឧបត្ថម្ភនេះគឺមានពីរបែបទី1ជាការឧបត្ថម្ភបែបតាមសទ្ធាជ្រះថ្លារបស់យើង1000 2000រៀលក្តីរហូតដល់100 200ដុល្លារក៏បានហើយការចូលរួមមួយទៀតគឺរបៀបជាវិនិយោគគឺយើងអាចទិញភាគហ៊ុនទូរទស្សន៍នេះដែលមួយហ៊ុនគេលក់តម្លៃ1000ដុល្លារអញ្ចឹងទេបើបងប្អូនពេញចិត្តនៅជំរើសណាមួយបងប្អូនអាចតាក់ទងគណៈបក្សសង្គ្រោះជាតិព័ត៌មានបន្ថែមនៅទីស្នាក់ការគណៈបក្សសង្គ្រោះជាតិសង្កាត់ចាក់រ៉េលើរាជធានីភ្នំពេញដែលជារៀងរាល់ព្រឹកនិងល្ងាចហ្នឹងឃើញថាក្រុមការងារនេះកំពុងតែទទួលរងចាំបងប្អូនទទួលថវិកាប្រាក់ឧបត្ថម្ភហើយពេលណាដែលបងប្អូនបរិច្ចាគពេញចិត្តនៅចំណុចណាមួយនោះបងប្អូនដល់លុយទៅគេនឹងឲ្យមកកាន់ដៃទន្ទឹមនឹងនេះយើងឃើញថាសាខាគណៈបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុបដែលបានចាត់ចែងត្រឹមត្រូវគឺបានផ្ដល់សិទ្ធឲ្យលោកថៃមករាជាប្រធានការិយាល័យទំនាក់ទំនងគណៈបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុបនឹងទទួលខុសត្រូវលើកិច្ចការងារនេះដូច្នេះសម្រាប់បងប្អូនខ្មែរទាំងអស់ដែលកំពុងរស់នៅទ្វីបអឺរ៉ុបនឹងបងប្អូនអាចតាក់ទងនឹងក្រុមការងាររបស់លោកថៃមករាផងដែរហើយយើងឃើញថាពេលថ្មីនេះគាត់ក៏បានចេញសេចក្តីអំពាវនាវមួយដូច្នេះខ្ញុំបាទប៉ែនពុទ្ធសភាសូមអានសេចក្តីអំពាវនាវនេះទាំងអស់ដែលមានខ្លឹមសារថាក្រោយពីទទួលបាននៅអាជ្ញាប័ណ្ណជាផ្លូវការកាលពីពេលថ្មីនេះគណៈបក្សសង្គ្រោះជាតិក្រោមអធិបតីភាពនៃលោកប្រធានសំរងស៊ីនិងលោកអនុប្រធានកម្មសខាកាលពីថ្ងៃទី27ខែមិថុនាឆ្នាំ2015កន្លងទៅបានបើកយុទ្ធនាការស្វែងរកជំនួយនិងធនធានវិនិយោគដើម្បីបើកស្ថានីយ៍ទូរទស្សន៍មួយដែលមានឈ្មោះថាទូរទស្សន៍ព្រះអាទិត្យសេចក្តីអំពាវនាវនេះក៏បានបន្ថែមទៀតថាតាមគម្រោងស្ថានីយ៍ទូរទស្សន៍នេះនឹងដាក់ឲ្យដំណើរការនៅអំឡុងខែធ្នូឆ្នាំ2015ហើយដើម្បីពង្រីកសេវាកម្មផ្សាយនៅទូទាំងប្រទេសគឺត្រូវការថវិកា$3 លានសហរដ្ឋអាមេរិកដោយសេចក្តីបានជម្រាបជូនខាងលើនេះក្រុមការងារនៃគណៈបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុបសូមធ្វើសេចក្តីអំពាវនាវដល់បងប្អូនជនរួមជាតិសមាជិកនិងអ្នកគាំទ្រទាំងអស់ដែលជាអ្នកស្នេហាសេរីភាពស្នេហាប្រជាធិបតេយ្យដែលចង់បានការផ្លាស់ប្ដូរដោយអហិង្សាសូមមេត្តាចូលរួមគាំទ្រជាពិសេសផ្នែកហិរញ្ញវត្ថុទោះតិចក្តីច្រើនក្តីពីព្រោះយើងទាំងអស់គ្នាសុទ្ធតែធ្លាប់ទាមទារនិងទន្ទឹងរង់ចាំជាយូរមកហើយនៅទូរទស្សន៍ខ្មែរមួយដែលមានកម្មវិធីនិងអ្នកបម្រើការប្រកបដោយវិជ្ជាជីវៈដែលផ្សាយព័ត៌មានពិតខុសប្លែកពីស្ថានីយ៍ទូរទស្សន៍ដែលមាននៅស្រុកខ្មែរយើងសប្តាហ៍សេចក្តីអំពាវនាវនេះក៏បានបន្ថែមទៀតថាទូរទស្សន៍ព្រះអាទិត្យអាចដំណើរការបានគឺអាស្រ័យទៅលើយើងទាំងអស់គ្នាពីព្រោះថាទូរទស្សន៍ព្រះអាទិត្យជាទូរទស្សន៍របស់យើងទាំងអស់គ្នាបាទលិខិតនេះក៏បានបន្ថែមទៀតថាការចូលរួមផ្នែកហិរញ្ញវត្ថុអាចធ្វើតាមរបៀបពីរយ៉ាងជាជំនួយហិរញ្ញវត្ថុអត់កំណត់ចំនួនទោះតិចឬច្រើនទី2ជាទុនវិនិយោគគឺចាប់ពី$1000ឡើងទៅបាទអាហ្នឹងគឺសម្រាប់នៅទ្វីបអឺរ៉ុបអាហ្នឹងគឺចាប់ពី$1000ហើយបងប្អូននៅកាណាដានៅអាមេរិកអី$1000បងប្អូននៅខ្មែរហ្នឹងគឺចាប់ពី$1000គឺមានន័យថា$1000យើងទិញបានមួយភាគហ៊ុនលិខិតនេះបន្ថែមពីថាយើងខ្ញុំសង្ឃឹមនឹងជឿជាក់ថាបងប្អូនជនរួមជាតិសមាជិកនិងអ្នកគាំទ្រទាំងអស់នឹងចូលរួមគាំទ្រដោយដែលបងប្អូនធ្លាប់បានចូលរួមវិភាគទានកាលពីអំឡុងពេលបោះឆ្នោតជាតិឆ្នាំ2013និងសកម្មភាពជាបន្តកន្លងមកជាក់ជាមិនខានដូច្នេះដើម្បីចូលរួមឧបត្ថម្ភទោះបីជាតាមការធ្វើវិនិយោគតាមសទ្ធារបស់ខ្លួនក៏ដោយសូមបងប្អូនតាក់ទងមកលោកថៃមករាដែលមានលេខទូរស័ព្ទ003363258127
hay leขទូរស័ព្ទជាបន្តទៀតគឺលោកសួនណារិតគឺលេខទូរស័ព្ទ00 33 6 15 52 91 91 និងលេខទូរស័ព្ទមួយខ្សែទៀតគឺលោកគៀតឡូរ៉ាគឺលេខទូរស័ព្ទ00 33 6 27 15 84 92 ចំណែកលេខលោកហុកឈៀងអានគឺសូមបងប្អូនទូរស័ព្ទមកកាន់លេខរបស់គាត់ហ្នឹងគឺលេខ00 32 4